តើអ្វីទៅជាថាមពលស្អាតថាមពលស្អាតគឺជាថាមពលដែលមិនបង្កើតជាឧស្ម័នផ្ទៃកញ្ចក់ដែលបង្កផលប៉ះពាល់ដល់បរិស្ថានថាមពលស្អាតដើរតួនាទីសំខាន់ក្នុងការទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុសម្រាប់ប្រទេសកម្ពុជាថាមពលស្អាតគឺជាចលករសំខាន់ដល់ការអភិវឌ្ឍដែលប្រកបដោយចីរភាពនិងភាពរុងរឿងជានិរន្តរ៍ហើយក៏អាចចូលរួមចំណែកដល់ការបង្កើតអនាគតដ៏ប្រសើរសម្រាប់មនុស្សគ្រប់គ្នាហេតុអ្វីថាមពលស្អាតមានសារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជានេះជាហេតុផលទាំង5យ៉ាង 1. សន្តិសុខថាមពលប្រទេសកម្ពុជាអាចបដូរទៅប្រើប្រាស់ប្រភពថាមពលស្អាតក្នុងស្រុកដូចជាថាមពលពន្លឺព្រះអាទិត្យនិងថាមពលខ្យល់ជំនួសវិញដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូលឥន្ធនៈហ្វូស៊ីលដូចជាធ្យូងថ្មនិងប្រេងឥន្ធនៈក៏ដូចជាពង្រឹងឯករាជ្យភាពនិងសន្តិសុខថាមពល 2. សកម្មភាពបរិស្ថានការផ្លាស់ប្ដូរមកប្រើប្រាស់ថាមពលស្អាតរបស់ប្រទេសកម្ពុជាអាចកាត់បន្ថយការបំភាយឧស្ម័នផ្ទៃកញ្ចក់ក៏ដូចជាពង្រឹងភាពធន់នឹងអាកាសធាតុដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដូចជាគ្រោះរាំងស្ងួតនិងទឹកជំនន់បាន 3. ឱកាសសេដ្ឋកិច្ចបៃតងត្រូវបានព្យាករណ៍ថានឹងបង្កើតការងារចំនួន24លានកន្លែងនៅទូទាំងពិភពលោកត្រឹមឆ្នាំ2030ការផ្លាស់ប្ដូរទៅរកថាមពលស្អាតនឹងបង្កើតការងារបៃតងជាច្រើនសម្រាប់ប្រជាជននិងបង្កើតឱកាសអាជីវកម្មថ្មីៗជាច្រើននៅប្រទេសកម្ពុជា 4. លទ្ធភាពក្នុងការទទួលបានថាមពលអគ្គិសនីប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាតបែបវិមជ្ឈការជាពិសេសប្រព័ន្ធសូឡាខ្នាតតូចដែលមិនភ្ជាប់ជាមួយបណ្ដាញរដ្ឋនិងប្រព័ន្ធសូឡាសម្រាប់សហគមន៍អាចជំរុញឲ្យគុណភាពជីវិតរបស់ប្រជាពលរដ្ឋប្រសើរឡើងនិងគាំទ្រដល់កំណើនសេដ្ឋកិច្ចសម្រាប់គ្រប់ក្រុមគ្រួសារជាពិសេសនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា 5. តម្លៃសមរម្យដំណោះស្រាយថាមពលស្អាតដូចជាការដំឡើងប្រព័ន្ធសូឡាលើដំបូលអាចផ្ដល់ថាមពលអគ្គិសនីធូរថ្លៃតាមលំនៅឋាននិងអាជីវកម្មជាពិសេសនៅក្នុងតំបន់ដែលបណ្ដាញអគ្គិសនីជាតិមានតម្លៃខ្ពស់ឬមិនអាចគ្រប់គ្រងគ្រប់គ្រាន់បានអន្តរការថាមពលឬការផ្លាស់ប្ដូរប្រើប្រាស់ថាមពលស្អាតមានសារៈសំខាន់ជាខ្លាំងសម្រាប់ប្រទេសកម្ពុជាដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍរួមជាមួយអនាគតប្រកបដោយចីរភាពនិងវិបុលភាពដល់ប្រជាជនកម្ពុជាគ្រប់រូបដើម្បីស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃថាមពលស្អាតសម្រាប់ប្រទេសកម្ពុជាសូមរងចាំទស្សនាវីដេអូបន្ទាប់